មួយកំបិតបើកាត់គឺកាត់ឲ្យដាច់បើកាត់អត់ដាច់វានឹងឆ្លងមេរោគទៅកាន់ដើមពីព្រោះពេញប៉ោះប្រភេទនេះមានប្រវែងរហូតដល់ទៅ7-8ម៉ែត្របើសិនជាបងប្អូនកាត់មកកំបិតអត់ដាច់អញ្ចឹងវាធ្វើឲ្យស្នាមមុខកំបិតនេះវានៅមានមេរោគតោងនៅទីហ្នឹងហើយវាអត់ស្ងួតល្អវាធ្វើឲ្យមេរោគឆ្លងទៅកាន់ដើមអញ្ចឹងទៅថ្ងៃនេះខ្ញុំចែកចំណែកទៅកាន់បងប្អូនមួយចំណុចទាក់ទងជាមួយនឹងការកាត់ស្លឹកនេះខ្ញុំធ្វើច្រើនដែរប៉ុន្តែខ្ញុំអត់សូវលម្អិតទេប៉ុន្តែវីដេអូនេះខ្ញុំលម្អិតទៅកាន់បងប្អូនឲ្យយល់ដឹងអំពីបច្ចេកទេសនៃការកាត់ស្លឹកពេញប៉ោះនេះកាត់នៅពេលណាកម្រិតណាហើយកាត់អាម៉េចឲ្យបានល្អបំផុតដើម្បីឲ្យពេញប៉ោះហ្នឹងលូតបានប្រវែង7-8ម៉ែត្ររយៈពេល1ឆ្នាំពេញអញ្ចឹងទៅពីព្រោះពេញប៉ោះនេះយើងដាំតែម្ដងក្នុងខែ9ខែ12យើងប្រមូលផលរហូតបន្តរហូតដល់ខែ7បានយើងចាប់ដើមកាត់ដើមចោលអញ្ចឹងពូជពេញប៉ោះនេះមានប្រវែងរហូតដល់ទៅ7-8ម៉ែត្រអញ្ចឹងដើម្បីកាត់ឲ្យត្រូវស្តង់ដារគឺយើងត្រូវមានកាំបិតនេះមួយកាំបិតនេះគឺជាកាំបិតបងប្អូនប្រហែលជាស្គាល់ហើយមុខវាដូចជាឡាមអញ្ចឹងត្រូវកាត់ឆ្វាច់ដើម្បីឲ្យដាច់ឲ្យអាមុខកាំបិតដែលយើងកាត់ហ្នឹងគឺលក្ខណៈវាស្មើល្អតែម្ដងបងប្អូនឃើញហើយក្នុងវីដេអូនេះពេលខ្ញុំកាត់ហើយកាត់បែបនេះគឺងាយស្រួលទី1យើងបង្វិលសារធាតុចិញ្ចឹមដែលផ្ដល់ទៅកាន់អាស្លឹកក្រោមហ្នឹងអាស្លឹកអត់បានការហ្នឹងអាស្លឹកហ្នឹងវាស៊ីសារធាតុចិញ្ចឹមច្រើនណាស់បើសិនជាបងប្អូនអត់កាត់ទេវាធ្វើឲ្យសារធាតុចិញ្ចឹមហ្នឹងវាផ្ដល់ឲ្យស្លឹកហ្នឹងធ្វើឲ្យផ្លែហ្នឹងអត់សូវល្អទេផ្លែហ្នឹងវាអត់ធំទេទី1ទី2គឺផ្លែហ្នឹងអត់ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ហើយនឹងស្លឹកដតេទៀតវាអត់ទទួលបានពន្លឺព្រះអាទិត្យជាពិសេសស្លឹកដែលធ្វើរស្មីសំយោគជាមួយពន្លឺព្រះអាទិត្យនេះវាអត់មានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់អញ្ចឹងទៅហ្នឹងបើសិនជាយើងអត់កាត់ហើយទី3យើងពិបាកក្នុងការប្រមូលផលពេលដែលយើងទុកស្លឹកទុករូបទៅវាធ្វើឲ្យពេលយើងប្រមូលផលទៅវាពិបាកអញ្ចឹងការកាត់ស្លឹកនេះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនហើយស្តង់ដាររបស់គេគឺទុកប្រហែលជា10ស្លឹកទៅ11ស្លឹកខ្ញុំចែកចំណេញទៅកាន់បងប្អូនច្រើនហើយពេលវេលានៃការកាត់គឺយើងត្រូវតែកាត់ឲ្យដឹងពេលវេលាដែរទី1គឺយើងអត់កាត់នៅពេលភ្លៀងទេបើសិនជាបងប្អូនកាត់នៅពេលភ្លៀងវាធ្វើឲ្យអាមុខកាំបិតដែលយើងកាត់ហ្នឹងវាអត់ស្ងួតនៅពេលដែលមុខកាំបិតដែលយើងកាត់អត់ស្ងួតទៅវាមានមេរោគអីតោងអាឡែងមុខកាំបិតហ្នឹងគឺវាធ្វើឲ្យឆ្លងមេរោគដែរអានេះជាចំណុចសំខាន់តាក់ទងជាមួយនឹងពេលវេលាហើយពេលវេលាដែលកាត់ល្អនេះគឺរយៈពេលដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ដូចជាកំឡុងពេលនេះអញ្ចឹងពន្លឺថ្ងៃមានគ្រប់គ្រាន់ពេលយើងកាត់ស្លឹកទៅវាឆាប់ស្ងួតវាអត់មានមេរោគទេពីព្រោះពេញប៉ោះប្រភេទនេះវាងាយឆ្លងនឹងជំងឺដែរបងប្អូនខ្លះប្រហែលជាមិនដែលស្គាល់ទេហើយក៏មានបងប្អូនខ្លះគាត់ស្គាល់ដែរតាក់ទងជាមួយនឹងពូជពេញប៉ោះនេះហើយបើសិនជាយើងបានពូជពេញប៉ោះនេះយកទៅដាំនៅស្រុកខ្មែរយើងខ្ញុំគិតថាល្អមែនទែនបងប្អូនឃើញទេគឺវាផ្លែរហូតតែម្ដងប្រមូលផលបដើក្តឹបបដើផ្កាបដើគឺបន្តបន្ទាប់រហូតអញ្ចឹងពេញប៉ោះប្រភេទនេះនៅក្នុងប្រទេសកូរ៉េនេះគឺលក់បានថ្លៃមែនទែនហើយការដាំរបស់គេដាំនៅលើ